ជំរាបសួរនិងសួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរនៅខ្ញុំមកបង្ហាញបងប្អូនអរគ្នាពីរបៀបធ្វើឆាគ្រឿងសាច់មាន់ចាចំពោះការធ្វើដំបូងឡើយគឺយើងមានមាន់ហើយយើងកាប់វាមកល្មមយើងឆាទៅហើយដើមឡើយគឺយើងត្រូវយកទៅស្រោះសិនតទៅពីស្រោះហើយយើងស្រង់ទឹកចេញយើងលាងវាឲ្យស្អាតហើយបន្ទាប់ពីយើងលាងវាស្អាតហើយយើងយកមកប្រឡាក់គ្រឿងតិចចំពោះគ្រឿងនេះមានតែស្ករសហើយនិងម្សៅស៊ុបទេយើងប្រឡាក់ទៅហើយយើងច្បល់វារៀងឲ្យចូលជាតិតិចទៅចាំយើងយកមកបំពងហើយយើងដាក់ឆ្នាំងឲ្យក្តៅតិចទៅហើយយើងយកបំពងវាឲ្យក្រហមទៅនៅពេលដែលក្រហមទៅយើងយកទៅឆាទៅវាឆ្ងាញ់ចាហើយបន្ទាប់មកទៀតគឺយើងចាប់ដើមយើងដាក់អំពងហើយចូលវាតិចទៅចាឥឡូវវារៀងក្រហមតិចហើយអញ្ចឹងយើងចាប់ដើមមកលាយគ្រឿងវិញចំពោះគ្រឿងសវិញខ្ញុំដាក់តែស្ករសម្សៅស៊ុបហើយនឹងទឹកប្រេងខ្យងទេស្ករសខ្ញុំរៀងមានដេកបន្តិចចាហើយបន្តទៀតយើងនឹងដាក់ខ្ទះក្តៅមកយើងចាក់ខ្លាញ់ចូលហើយយើងដាក់គ្រឿងបុកចូលគ្រឿងបុករបស់យើងសម្រាប់ស្វសម្រាប់ឆាហ្នឹងគឺយើងដាក់គ្រឿងបុកនឹងចូលទៅយើងឆាវាឲ្យឈ្ងុយបន្តិចមកចាដាក់ឲ្យឈ្ងុយពុះគ្រឿងហ្នឹងយើងឆាឲ្យឈ្ងុយហើយបានយើងដាក់ទឹកសដែលយើងលាយមិញចូលណាទឹកសហ្នឹងយើងដាក់តិចសិនទៅក៏ការពារកុំឲ្យវាប្រៃអញ្ចឹងណាយើងពូមិញយើងបានប្រឡាក់សាច់ដែរប្រឡាក់គ្រឿងមួយសាច់តែយើងខ្លាចវាប្រៃអញ្ចឹងយើងដាក់តែបន្តិចសិនទៅហើយយើងគួរវារៀងឈ្ងុយចូលជាតិតិចមកចាំយើងដាក់ម្ទេសចូលម្ទេសនេះយើងតាមអត់ហឹរអញ្ចឹងទៅបើបងប្អូនចូលចិត្តហឹរដាក់ច្រើនទៅអញ្ចឹងតមកទៀតយើងកូរឲ្យសព្វតិចមកឲ្យបងប្អូនរបស់វានៅក្នុងផ្ទះគឺរៀងឈ្ងុយតិចឈ្ងុយក៏ឈ្ងុយឆ្លក់ក៏ឆ្លក់ព្រោះអ្នកធ្វើក៏ឆ្លក់ដែរចាប៉ុន្តែដោយសារចូលចិត្តអញ្ចឹងទៅក៏ដាក់រៀងច្រើនតិចទៅម្ទេសហើយបន្តមកទៀតយើងដាក់មាន់ដែលយើងបំពងហើយវិញចូលពោះមាន់បំពងនេះយើងចាក់ចូលហើយយើងកូរវាសព្វទៅបងប្អូនទុកវារៀងឲ្យយូរតិចទៅដើម្បីវាចូលជាតិគ្នាមួយគ្រឿងរបស់យើងណាចាយើងកូរវាឲ្យចូលជាតិចឹងទៅចឹងយើងទុករៀងយូរដើម្បីអីដើម្បីវាចូលជាតិជាមួយគ្រឿងហើយជាមួយនឹងសាច់ហ្នឹងដល់ពេលយើងឆាពេលយើងញ៉ាំទៅគឺវាឆ្ងាញ់ជាប់គ្រឿងគ្នាក្នុងសាច់ហ្នឹងហ្មងចឹងយើងកូរវាហើយយើងទុកវាមកទុះចឹងទៅហើយបងប្អូនអរគ្នាអាចថែមទឹកបន្តិចបានកុំឲ្យវារៀងគោកខ្លាំងពេកណាយើងដាក់ថែមទឹកវាបន្តិចដើម្បីឲ្យវាចូលជាតិគ្នាបន្ថែមហើយបន្តមកទៀតគឺខ្ញុំដាក់នេះស្លឹកដីលីងដាក់ស្លឹកដីលីងទៅយើងដាក់ស្លឹកដីលីងចូលទៅយើងកូរវាឲ្យសព្វដែរទៅចានិយាយរួមទៅឆាគ្រឿងដូចជាអត់មានអីពិបាកទេសំខាន់បងប្អូនអរគ្នាលាយគ្រឿងមិនកុំឲ្យវាប្រៃដិតពេកយើងដាក់បន្តិចបានហើយចាំយើងភ្លក់ទៅហើយពេលនេះគឺខ្ញុំដាក់ទឹកចូលបន្តិចដោយសារឃើញវារៀងស្ងួតដែរអញ្ចឹងដាក់ទឹកចូលបន្តិចទៅយើងបន្ទាប់មកយើងចាប់ដាក់ម្រះព្រៅហ្មងដាក់ម្រះព្រៅនេះដោយសារខ្ញុំចូលចិត្តបន្លែហើយវាអត់សូវមានបន្លែយើងមានតែសាច់សុទ្ធខ្ញុំដាក់ម្រះព្រៅយើងច្រើនតិចអញ្ចឹងបងប្អូនអរគ្នាកុំថាអីណាមកតែឆាគ្រឿងសាច់មាន់សោះហេតុអីបន្លែច្រើនម៉ែដោយសារអត់សូវមានបន្លែយើងមានតែសាច់ច្រើនខ្ញុំដាក់បន្លែយើងច្រើនទៅតែប៉ុតអត់អីបងប្អូនគ្នាម្រះព្រៅហ្នឹងគឺវាតិចទេនៅពេលដែលវាឆ្អិនទៅវាទូចហើយវាតិចអញ្ចឹងវាអត់សូវអីមែនទេអញ្ចឹងបន្ទាប់មកយើងកូរវាបន្តិចទៀតមកឃើញបងប្អូនអរនេះឃើញវាតិចហ៎អញ្ចឹងនៅពេលវាឆ្អិនទៅវាអត់ធំដូចអាពេលវាអត់តន់ឆ្អិនទេយើងភ្លក់មើលទៅគឺថាល្មមឆ្ងាញ់អញ្ចឹងហើយយើងក៏ដួសដាក់ចានចាតំណងឲ្យបងប្អូនអរគ្នា